ព្រួយនឹងវាមិនទៅមុខវាបែរមកក្រោយញោមវាវែងវាត្រឡប់មកក្រោយវាពុតខ្លួនឯងមកក្រោយវិញមករកកបរិជានេះហើយដូរគ្រាប់អាគ្រាប់មួយទៅល្មិចជាល្មិចមិនចេះតែវាចមកក្រោយវិញដូរដាក់ថ្មីវាចមកទៀតហើយបើបរិជាប្រឡែងទៅគ្រាប់ព្រួយទៅអាព្រួយនឹងវាមិនមែនតរនាងសមាវតីវាមករកបរិជានេះអញ្ចឹង3ដងបរិជាលុតជង្គង់ថាអូសំបីតែវត្ថុជារបស់មិនមានវិញ្ញាណផងក៏ដឹងគុណរបស់នាងសមាវតីដែរចោះតម្រាំអញជាមនុស្សជាបរិជានៅលើមនុស្សនឹងឯងរាប់លានអ្នកហេតុអីក៏មិនដឹងគុណរបស់នាងសមាវតីអញ្ចឹងក៏អង្គុយទៅសុំឲ្យនាងសមាវតីនឹងឯងអត់ទៅឲ្យយើងមាននៅសេចក្តីមិនប្រមាទអញ្ចឹងហើយធ្វើឲ្យយើងនឹងឯងបាននៅប្រយោជន៍ដ៏ច្រើនព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាទ្រង់ត្រាស់សម្ដែងជាមួយនឹងភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគាត់បីមាននៅសេចក្តីប្រមាទក្នុងហេតុទាំងឡាយ4យ៉ាងតើហេតុ4យ៉ាងនោះដូចម្ដេចមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគាត់បីលះបង់នៅកាយទុច្ចរិតប្រព្រឹត្តនៅកាយសុចរិតលះបង់នៅកាយទុច្ចរិតប្រព្រឹត្តនៅកាយសុចរិតទាំងមិនប្រមាទនៅក្នុងកាយសុចរិតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីលះបង់នៅវិជ័យទុច្ចរិតចម្រើននៅវិជ័យសុចរិតទាំងមិនប្រមាទនៅក្នុងការប្រព្រឹត្តនៅវិជ័យសុចរិតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគាត់បីលះបង់នៅមនោទុច្ចរិតចម្រើននៅមនោសុចរិតទាំងមិនប្រមាទនៅក្នុងការប្រព្រឹត្តនៅមនោសុចរិតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគាត់បីលះបង់នៅមច្ឆាទិដ្ឋិចម្រើននៅសមាទិដ្ឋិទាំងមិនប្រមាទនៅក្នុងការប្រព្រឹត្តនៅសមាទិដ្ឋិមនាលភិក្ខុទាំងឡាយពេលណាដែលអ្នកទាំងឡាយលះបង់នៅកាយទុច្ចរិតប្រព្រឹត្តនៅកាយសុចរិតលះបង់វិជ័យទុច្ចរិតប្រព្រឹត្តវិជ័យសុចរិតលះបង់មនោទុច្ចរិតប្រព្រឹត្តមនោសុចរិតលះបង់មច្ឆាទិដ្ឋិប្រព្រឹត្តនៅសមាទិដ្ឋិអ្នកនឹងមិនខ្លាចនៅសេចក្តីស្លាប់ឡើយនឹងគឺកូនចៅបានស្កាត់អំពីចម្ងាយមកជូនដំណើរលោកឪពុកជាកិច្ចចុងក្រោយហ្នឹងគឺទោះបីជាមិនបាននៅមើលថែគាត់អីជាប់លាប់អីយ៉ាងណាក៏ពេលដែលគាត់បានចែកឋានហ្នឹងក៏បញ្ញាធ្វើដំណើរពីឆ្ងាយមកចូលរួមរៀបចំពិធីបុណ្យរបស់លោកឪពុកនិងព្រោះជីវិតគឺបែបហ្នឹងណាជីវិតណាគឺបែបហ្នឹងមានកូនហើយមិនប្រកាសថានៅជាមួយកូនហ្នឹងរហូតទេដូចជាអ្នកសម្ដែងធម៌ហ្នឹងអញ្ចឹងម៉ែនៅកំពង់ធំអញ្ចឹងទៅកូននៅបាត់ដំបងអញ្ចឹងទៅណានឹងតួតាឯងអញ្ចឹងទៅដូចជាញោមខុនខៃអញ្ចឹងដែរកូនទៅធ្វើការទៅរស់នៅប្រទេសទី3តែលោកឪពុកហ្នឹងគឺនៅស្រុកខ្មែរនៅជាមួយនឹងញាតិមិត្តនៅភូមិកំណើតអីចឹងទៅនឹងគឺទៅតាមសភាវៈសច្ចធម៌ដែលប្រតិមានប្រភេទព្រះអង្គត្រាស់ប្រកាសសម្ដែងបញ្ជាក់អំពីយើងមិនអាចកំណត់នៅអាយុជីវិតថាឲ្យទៅជាយ៉ាងនេះឲ្យទៅជាយ៉ាងនោះបានទេជាពិសេសការចែកឋានរបស់ញោម
ញោមคนไข้ហ្នឹងគឺជាការបញ្ជាក់ឲ្យយើងដែលជាអ្នកនៅរស់ហ្នឹងបានយល់បានដឹងយ៉ាងច្បាស់ថាសង្ខារធម៌ទាំងឡាយគឺសភាវៈធម៌ទាំងអស់ហ្នឹងគឺវាស្ថិតនៅក្រោមត្រៃលក្ខណ៍មានអីមានអនិច្ចំហ្នឹងប្រែថាមិនទៀងណាទុក្ខំហ្នឹងគឺជាទុក្ខអនត្តាហ្នឹងមិនមែនជារបស់ខ្លួនមិនទៀងហ្នឹងមិនទៀងយ៉ាងម៉េចមិនទៀងនៅក្នុងការចែកឋានមិនទៀងនៅក្នុងការប្រែប្រួលហើយលោកឪពុកយើងទៅតែ66ទេប៉ុណ្ណឹងគឺចូលដល់វ័យចាស់ហើយតែវ័យចាស់ហ្នឹងមិនតាន់ចាស់ដល់ថា70អី80អីទេចឹងណាទៅបញ្ចូលវ័យចាស់ចឹងទៅយើងមិនគិតថាលោកឪពុកនឹងចែកឋាននៃចោលយើងអីលឿនចឹងទេណាយើងអត់គិតទេណាយើងមិនគិតទេយើងគិតទៅពុករបស់យើងអាចអីរស់នៅអីច្រើនឆ្នាំអីដើម្បីបានឃើញមុខកូនមុខចៅអីចឹងទៅតែដល់ពេលទីបំផុតនេះគឺញោមខុនខៃបានត្រឹមតែ66ឆ្នាំហើយ66ហ្នឹងមិនមែនថាអាយុនឹងតិចទេណាខ្លីណាអ្នកខ្លះខ្លីជាងនឹងទៀតផងយើងស្ដាប់មីក្រូទៅប្រហែលថ្ងៃនេះក្នុងសកាត់ទួលតែឯងជុំវិញវត្តរបស់យើងនឹងមួយអាទិត្យនេះបើអង្គុយរាប់អត់ខ្វះពី10នាក់ឯងយោមួយអាទិត្យនេះណានឹងច្រើនណាស់ហើយសបោ30ក៏មាន20ក៏មាន40ក៏មានណាហើយ8នោះក៏មានដែរហ្នឹងគឺការដែលបានលឺមីក្រូស្មូតអីថ្ងៃទៅហ្នឹងគឺជាការបញ្ជាក់ឲ្យយើងអ្នករស់ហ្នឹងឃើញនៅសច្ចភាពឃើញថាម៉េចឃើញថាសង្ខារធម៌ទាំងឡាយអត់ទៀងទេទៅជួបញោមខៃទៅជួបបងខៃទៅជួបអូនខៃអ៊ំខៃប្រហែលថ្ងៃមុនសោះឥឡូវចែកឋានបាត់ឃើញទេឥឡូវចែកឋានបាត់មានតាណាដែលគិតដល់ហ្នឹងណាអញ្ចឹងយើងគិតអត់ដល់ទេអ្នកខ្លះអីខូចអីត្រឹមអាយុ20ជាងអីប៉ុណ្ណឹងតែអូគិតតែខ្លួនឯងត្រូវរស់ដល់ចិត្តដល់8ចិត្តដូនចតាសិតតែអាយុវែងសិតតែ90 100អញចៅតាមសួរ100ដែរហ៎តែមិនតែចឹងអី20ក៏មានស្លាប់30ហ្នឹងក៏មានស្លាប់អញ្ចឹងគឺសពបញ្ជាក់ឲ្យឃើញថាសង្ខារធម៌ទាំងឡាយហ្នឹងអត់ទៀងហើយដល់ពេលវាមិនទៀងអញ្ចឹងចាជាសុខឬគឺជាទុក្ខហើយហ្នឹងយើងមិនចង់បែកបាក់យើងមិនចង់ប្រត់ប្រាស់តែវាត្រូវប្រត់ប្រាស់អាហ្នឹងគឺជាទុក្ខហើយព្រះអង្គសម្ដែងថាសំពេពេមេហេសម្វយុគោទុក្ខោសេចក្តីទុក្ខហ្នឹងកើតឡើងព្រោះការឃ្លាតឆ្ងាយអំពីអ្នកជាទីស្រឡាញ់បើថាឃ្លាតឆ្ងាយកូនទៅនៅអាមេរិកអីដូចកូនរបស់ញោមខៃហ្នឹងមិនអីទេកើតទុក្ខដែរតែកើតទុក្ខនៅក្នុងថាចិត្តហ្នឹងវាសបាយកូនទៅនៅឆ្ងាយជូតដំណើរកូនឡើងយន្តហោះអញ្ចឹងទឹកភ្នែកអីអាលេងអាឡងអញ្ចឹងទៅមិនចង់ឲ្យកូនឃ្លាតឆ្ងាយទេតែធ្វើយ៉ាងម៉េចដើម្បីទៅធ្វើការអញ្ចឹងទៅបានថវិកាចិញ្ចឹមគ្រួសារអីចឹងទៅជុំនៅក្រៅប្រទេសអីចឹងទៅហ្នឹងក៏ជាទុកដែរទុកហ្នឹងតែទុកនៅក្នុងភាពរីករាយអញ្ចឹងទៅហ្នឹងតែមរណៈទុកដែលការប្រាប់ប្រាស់ចាស់សត្វជាទីស្រឡាញ់ដូចជាញោមខុនខៃនៅក្នុងថ្ងៃនេះគឺជាទុកដល់យ៉ាងក្រៃលែងឃើញណាទុកនេះមិនមានអ្វីមកប្រៀបស្មើទេត្រូវប្រាប់ប្រាស់ចាស់អ្នកដែលជាទីស្រឡាញ់ជាឪពុកជាកូនអញ្ចឹងទៅហ្នឹងហើយដល់ពេលជាទុកអញ្ចឹងដល់ពេលជាទុកអញ្ចឹងគឺបញ្ជាក់ថាវាជាស្អីជាអនត្តា
យើងមិនចង់ប្រែប្រួលយើងមិនចង់បែកបាក់គ្នាយើងមិនចង់កើតទុកប៉ុន្តែយើងមិនអាចហាមឃាត់បានព្រោះសភាវៈធម៌ទាំងឡាយជាអនត្តាសង្ខារទាំងឡាយជាអនត្តាអញ្ចឹងបានជាបរមានប្រភេទព្រះអង្គបានសម្ដែងនៅក្នុងមហាបរិនិព្វានសោតបិដកលេខ16ទំព័រ300ជាងហ្នឹងគឺមុនពេលដែលព្រះអង្គទ្រង់បរិនិព្វានហ្នឹងព្រះអង្គទ្រង់ពេចពិលរមើលមើលនៅអស់បរិស័ទទាំង4ពួកមានភិក្ខុនីឧបាសកឧបាសិការួមទាំងមនុស្សទេវតាមាព្រំសពសត្វទាំងអស់មានសេចក្តីតក់ស្លុតអឡោះអាល័យយំកន្ទុកកន្ទិញព្រោះតែស្ដាយព្រះសាស្តាស្រែកថាមិនគួរណាព្រះអង្គបរិនិព្វានឡើយមិនគួរណាព្រះអង្គបរិនិព្វានឡើយព្រះអង្គទ្រង់ពេចពិលរមើលមើលឃើញនៅបរិស័ទដែលមានសេចក្តីសោកចឹងព្រះអង្គទ្រង់ប្រកបដោយមហាសេចក្តីករុណាអាណិតណាព្រះអង្គអាណិតចំពោះដល់បរិស័ទជាពុទ្ធជនដែលយំកន្ទក់កន្ទិញព្រោះតែការបរិនិព្វានរបស់ព្រះដ៏មានពភៈនឹងព្រះអង្គទ្រង់មាននៅមហាករុណាហើយទើបបានព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងនៅបច្ឆិមវាចាចុងក្រោយណាញោមវាចាចុងក្រោយព្រះអង្គត្រាស់ថាហន្តទានិភិក្ខវេអមន្តយាមិវោវយធម្មេសង្ខារាអបមាតេនៈសម្បាតេថៈព្រះអង្គត្រាស់សម្ដែងថាមនាលភិក្ខុទាំងឡាយសង្ខារទាំងឡាយមានកិរិយាបែកធ្លាយជាធម្មតាដូច្នេះអ្នកទាំងឡាយចូលញ៉ាំងនៅប្រយោជន៍ឲ្យកើតមានដោយសេចក្តីមិនប្រមាទហ្នឹងគឺព្រះអង្គទ្រង់ប្រកាសត្រាស់សម្ដែងដាស់តឿននៅពុទ្ធបរិស័ទដែលកំពុងតែមានការយំអឡោះអាល័យស្ដាយចំពោះព្រះអង្គដែលព្រះអង្គនឹងត្រូវបរិនិព្វានហ្នឹងអញ្ចឹងហ្នឹងគឺដាស់តឿនថាសង្ខារទាំងឡាយហ្នឹងគឺវាបែបហ្នឹងមិនថាអ្នកទាំងឡាយមិនថាតថាគតមិនថាអ្នកណាទេគឺទីបំផុតសង្ខារធម៌ទាំងឡាយហ្នឹងគឺត្រូវតែបែកបាក់នឹងឯងត្រូវតែស្លាប់នឹងឯងមច្ចុរាសង្ករណដ្ឋេការរត់គេចអំពីសេចក្តីស្លាប់អត់មានទេលញ្ចគេហៅនៅវិជ្ជតេការសោកប៉ាន់ការវល់ក៏មិនមានដែរយុទ្ធធាំងណដ្ឋិជាយ៉ាងណដ្ឋិទៅប្រយុទ្ធប្រឆាំងជាមួយនឹងមច្ចុក៏មិនអាចប្រយុទ្ធប្រឆាំងបានទៅដណ្ដើមដើម្បីឲ្យបានជ័យជំនះលើមច្ចុហ្នឹងក៏មិនអាចដណ្ដើមយកបានសាពេមច្ចុបរាយនីសត្វទាំងឡាយមានសេចក្តីស្លាប់នៅចុងបំផុតនឹងឯងហ្នឹងគឺបញ្ជាក់ថាសង្ខារធម៌ទាំងឡាយហ្នឹងវាអញ្ចឹងណាហើយស្អីគេសង្ខារធម៌ទាំងឡាយនោះស្គាល់ទេដោយមិនដែលហៅថាសង្ខារហ្នឹងគឺសំដៅទៅលើសភាវៈដែលមានបច្ច័យតតែងអ្វីទាំងអស់ដែលមានបច្ច័យតតែងលោកឲ្យឈ្មោះហៅថាសង្ខារឃើញទេហៅថាសង្ខារមានឧបាទិនកសង្ខារសំដៅទៅលើសង្ខារដែលមានវិញ្ញាណមានមនុស្សមានទេវតាមានមាមានព្រំមានរូបប្រែតអសុរកាយទេរឆានហ្នឹងលោកឲ្យឈ្មោះហៅថាឧបាទិនកសង្ខារហ្នឹងដែលមានវិញ្ញាណសង្ខារហ្នឹងដែលអាចមានបានមនុស្សដែលអាចរស់បានព្រោះអាស្រ័យបច្ច័យ4យ៉ាងព្រោះហេតុ4យ៉ាងហ្នឹងដែលអាចមានកំណើតកើតមកជាមនុស្សហ្នឹងគឺដោយអាស្រ័យហេតុ4យ៉ាងទី1អវិជ្ជាហ្នឹងទី2គឺតណ្ហាទី3គឺកម្មទី4គឺអាហារអវិជ្ជាហ្នឹងពេលណាដែលយើងអត់យល់សភាវៈពុទ្ធធ្វើឲ្យយើងនឹងមានតណ្ហាគឺចំណងការចង់បានមិនចេះចប់មិនចេះហើយដល់ពេលយើងចង់បានមិនចេះចប់មិនចេះហើយនាំឲ្យយើងមានកម្មណានាំឲ្យយើងមានកម្ម
ដល់ពេលយើងមានកម្មទៅធ្វើឲ្យយើងនឹងមានពូជាមនុស្សហ្នឹងដល់ពេលយើងបានពូជាមនុស្សកើតជាមនុស្សហើយមានអាហារសម្រាប់ឲ្យយើងរស់ណាអញ្ចឹងបានថាមនុស្សនឹងគឺជាសង្ខារហេតុអីបានថាមនុស្សជាសង្ខារព្រោះមនុស្សនឹងមានបច្ច័យតតែងបច្ច័យតតែងនឹងមានប្រមាណមាន4អវិជ្ជាតណ្ហាកម្មនិងអាហារនឹងមួយទៀតគឺអនុបាទនកសង្ខារដែលអត់មានវិញ្ញាណដូចជាផ្ទះសំបែងយានជំនិះអីជាដើមហ្នឹងគឺជាសង្ខារដែរអញ្ចឹងព្រោះអីហេតុអីបានថាផ្ទះនឹងជាសង្ខារដែរព្រោះផ្ទះហ្នឹងមានបច្ច័យតតែងដែរផ្ទះថ្មត្រូវមានអីត្រូវមានឥដ្ឋត្រូវមានសំណង់ត្រូវមានទឹកត្រូវមានជាងអីអ្នកធ្វើអញ្ចឹងទៅអញ្ចឹងឥដ្ឋក្តីទឹកក្តីសំណង់ក្តីជាងក្តីនឹងហៅថាជាបច្ច័យនាំឲ្យកើតផ្ទះថ្មអញ្ចឹងទៅអញ្ចឹងផ្ទះថ្មហ្នឹងក៏ជាសង្ខារធម៌ក៏ជាសង្ខារធម៌ឬក៏ថាសង្ខារ3ទៀតមានបញ្ញាពិសង្ខារអបញ្ញាពិសង្ខារឬក៏អនិញ្ជាពិសង្ខារឬសង្ខារ4ទៀតសង្ខារ3ផ្សេងទៀតកាយសង្ខារវិច័យសង្ខារហើយនិងមโนសង្ខារសម្ដែងអញ្ចឹងយល់ទេចូលជ្រៅកូនចៅណាកូនចៅមិនយល់ក៏តែអង្គុយស្ដាប់ដែរណាហ្នឹងគឺចង់បញ្ជាក់ឲ្យយើងស្គាល់បន្តិចទៅណាស្គាល់បន្តិចទៅហ្នឹងយើងស្ដាប់ព្យាយាមស្ដាប់បន្តិចទៅដងសាមអីខ្សែអញ្ចឹងទៅនៅប្រទេសគេកំពុងតែពេញធ្វើការណាពេញធ្វើការហ្នឹងនៅស្រុកយើងហ្នឹងក៏ពេញធ្វើការដែរតែសម័យនេះស្រួលណាមិនលំបាកអីទេនៅក្នុងការសិក្សារៀនសូត្រអីធម៌អីនោះចង់ចេះធម៌ចង់ស្ដាប់ធម៌បើកតែ YouTube បើកតែ Facebook ចឹងទៅបើកចោល24ម៉ោងអត់ទេសរហូតចឹងទៅហ្នឹងគឺព្យាយាមស្ដាប់ឲ្យយើងបានច្រើនចឹងទៅយើងនឹងបានយល់តែដល់ពេលយើងយល់នៅពធពាក្យទូលមានព្រានបដៅរបស់ព្រះដ៏មានពភៈធ្វើឲ្យយើងនឹងឯងបានកំណត់ដឹងនៅសេចក្តីទុក្ខនោះសេចក្តីទុក្ខហ្នឹងយើងមិនអាចលះបានទេណាសេចក្តីទុក្ខហ្នឹងតែធ្វើបុណ្យស្ដាប់ធម៌ដើម្បីលះបង់ទុក្ខហ្នឹងអត់ទេមិនអាចលះបង់បានទេហេតុអីបានមិនអាចលះបង់បានឧទាហរណ៍ដូចជាញោមឧបាសកខុនខៃចឹងតែគាត់ចែកឋានទៅនាំឲ្យកើតសេចក្តីទុក្ខដល់កូនចៅហើយយើងទៅលះសេចក្តីទុក្ខនឹងមិនបានទៅលះអត់បានទេអញ្ចឹងតួនាទីរបស់យើងគឺបរិញ្ញាតបកិច្ចកំណត់ដឹងថានឹងគឺជាទុក្ខអញ្ចឹងទៅដល់ពេលយើងដឹងថានឹងគឺជាទុក្ខយើងលះបង់នៅហេតុដែលនាំឲ្យកើតទុក្ខយើងមិនលះបង់ទុក្ខទេយើងលះបង់ហេតុនាំឲ្យកើតទុក្ខស្អីដែលនាំឲ្យកើតទុក្ខគឺអវិជ្ជាតណ្ហាអញ្ចឹងណានឹងយើងនិយាយតាមធម្មតាទៅការចង់បានអីច្រើនអីចឹងទៅដល់ពេលអត់ចង់បានដល់ពេលអត់បានដោយប្រាថ្នាអត់បានដោយការចង់បានយើងកើតទុក្ខដល់ពេលយើងអត់ចង់បានច្រើនយើងទៅកើតទុក្ខទេអត់កើតទុក្ខទេណាហ្នឹងមិនថាយើងមិនឲ្យយើងចង់បានអីសោះទេបានតាមសមាជីវអញ្ចឹងទៅរកបានប៉ុណ្ណាក៏ទទួលយកប៉ុណ្្នឹងទៅតែក៏ពុទ្ធព្រះអង្គទ្រង់បរៀនឲ្យយើងខំប្រឹងធ្វើការពុទ្ធានសម្បទាអរខសម្បទាប្រឹងប្រែងធ្វើការបានថវិកាបានទ្រព្យសម្បត្តិមកហើយអរខសម្បទាគឺប្រឹងប្រែងថែរក្សាការពារមិនឲ្យវិនាសទៅទៀតនោះហ្នឹងមិនឲ្យវិនាសទៅទៀតហ្នឹងប៉ុន្តែយើងត្រូវយល់ថាអ្វីដែលយើងចង់បានរត់តែខ្លាំងរបស់នោះក៏នាំទុក្ខរត់តែខ្លាំងអញ្ចឹងគឺកិច្ចរបស់យើងហ្នឹងគឺការកំណត់ដឹងថានឹងគឺជាទុក្ខយើងមិនអាចលះទុក្ខនៅក្នុងពេលនឹងបានទេតែយើងអាចលះហេតុដែលនាំឲ្យកើតទុក្ខនឹងបានហ្នឹងអញ្ចឹងចូលដល់ធម៌របស់យើងវិញដែលពុទ្ធព្រះអង្គសម្ដែងថាសង្ខារធម៌ទាំងឡាយហ្នឹងមានសេចក្តីសោះសូន្យវិនិច្ឆ័យទៅនៅទីបំផុតជាធម្មតាឃើញទេដូចជាញោមដែលបានចែកឋានទៅអញ្ចឹងទីបំផុតក៏ទៅដាក់ចុះនៅរូបរាងកាយហ្នឹងទៅ
ហើយមិនត្រឹមតែបាសកខុនខៃនឹងទេតិចទៀតហ្នឹងយើងដូចគ្នាហ្នឹងគេដាក់យើងនៅក្នុងឈូតកកនឹងដូចគ្នាហ្នឹងអត់ខុសគ្នាទេក្រំតែមុនហើយនឹងក្រោយប៉ុណ្្នឹងឯងអញ្ចឹងណាញោមក្រំតែមុនហើយនឹងក្រោយប៉ុណ្្នឹងឯងហ្នឹងអ្នកទៅមុនក៏ទៅមុនទៅអ្នកទៅក្រោយក៏ចេះទៅបដើទៅហ្នឹងយើងរត់កិច្ចឯណាបានព្រោះយើងតាំងពីតូចរហូតដល់ប៉ុណ្ណឹងមិនដែលឃើញមនុស្សនឹងអាយុ160ឆ្នាំផង100 200ឆ្នាំផងមិនដែលឃើញផងនឹងបញ្ជាក់ថាកើតហើយក៏ត្រូវតែចែកឋាននឹងអញ្ចឹងហើយចុះបើសិនតែកើតហើយចែកឋាននៅទៅវិញអញ្ចឹងតែយើងគួរតែធ្វើអ្វីបន្តណាហ្នឹងគឺជាចំណុចដែលសំខាន់បើយើងដឹងថាសង្ខារធម៌ទាំងឡាយវាមិនទៀងអញ្ចឹងទីបំផុតត្រូវដេកស្ដុកស្ដឹងនៅក្នុងមឈូសអញ្ចឹងតែយើងគួរតែបញ្ញាធ្វើអីគឺធ្វើនៅទីពឹងខ្លួនឯងឲ្យហើយអ្វីជាទីពឹងដ៏ប្រសើរណាអ្វីជាទីពឹងដ៏ប្រសើរគឺសេចក្តីល្អសេចក្តីល្អហ្នឹងរាប់តាំងពីការបម្រើពុកបម្រើម្ដាយអនុគ្រោះកូនអនុគ្រោះចៅមានសេចក្តីសន្តោសប្រោសប្រណីអាណិតអាសូរចំពោះដល់សពសត្វទាំងឡាយហ្នឹងឲ្យឈ្មោះហៅថាសេចក្តីល្អហើយសេចក្តីល្អហើយសេចក្តីល្អហ្នឹងហើយដែលយើងអាចពំនាំយើងនឹងឯងឲ្យទៅកើតនៅក្នុងទីដ៏សមគួរមានមនុស្សមានទេវតាអញ្ចឹងទៅធ្វើបុណ្យអីមានញាតិមិត្តអីអញ្ចឹងទៅហៅអីបកោបកាអញ្ចឹងទៅមានញាតិច្រើនអីអញ្ចឹងមកហ្នឹងគឺជាទីពឹងរបស់យើងគឺជាទីពឹងរបស់យើងអញ្ចឹងតាមពុទ្ធព្រះអង្គសម្ដែងបន្ថែមនៅលើគ្រាថាហ្នឹងព្រះអង្គសម្ដែងថាម៉េចអបមាតេអ្នកសម្បាតេថៈអ្នកទាំងឡាយចូលញ៉ាំងនៅសេចក្តីអ្នកទាំងឡាយចូលញ៉ាំងប្រយោជន៍ឲ្យកើតឡើងដោយសេចក្តីមិនប្រមាទស្គាល់មិនប្រមាទទេហ៎ស្អីគេប្រមាទហ្នឹងប្រមាទៈហ្នឹងមានពីរមួយប្រមាទៈមួយប្រមាទៈមួយប្រកបធម៌មួយប្រកបតោប្រមាទៈប្រកបធម៌ហ្នឹងមានន័យថាមើងងាយប្រមាទការទៀនគេមិនដល់យើងអញ្ចឹងទៅតែដៀលគេទៅអាហ្នឹងហៅថាប្រមាទៈដល់ពេលនៅក្នុងនៃពគាថាហ្នឹងគឺប្រមាទៈហ្នឹងមានន័យថាប្រហែសធ្វេសណាមានន័យថាប្រហែសធ្វេសប្រមាទៈហ្នឹងមានន័យថាមិនយកចិត្តទុកដាក់ប្រមាទៈហ្នឹងមានន័យថាការបណ្ដែតបណ្ដោយប្រមាទៈណាការបណ្ដែតបណ្ដោយប្រមាទៈហ្នឹងមានន័យថាមិនមានសតិតាំងនៅប្រមាទៈហ្នឹងមានន័យថាសវឹងដល់ពេលយើងមាននៅសេចក្តីមិនប្រមាទហ្នឹងមានន័យថាម៉េចមានន័យថាយើងមិនបណ្ដែតបណ្ដោយណាយើងយកចិត្តទុកដាក់យើងមិនសវឹងយើងនឹងមានសតិគ្រប់គ្រងល្អឈ្មោះថាយើងមានសេចក្តីមិនប្រមាទមានទ្រព្យសម្បត្តិហើយយើងមានសេចក្តីប្រមាទប្រហែសធ្វេសនឹងមិនបានទុកដាក់ឲ្យបានល្អទ្រព្យសម្បត្តិនឹងឯងនឹងបាត់បង់ជឿហ៎បើមិនជឿយកលុយពី 30000 ឬក៏ 100000 ដាក់តាមផ្លូវមើលហ្នឹងខ្ញុំមើលវីដេអូគេថតទេទៅវត្តថ្វាយអង្គមបដើមើលស្បែកជើងបដើថ្វាយអង្គមបដើមើលស្បែកជើងបដើខានមើលតែបន្តិចគេយកស្បែកជើងទៅបាត់ហ្នឹងណាហ្នឹងគឺចង់បញ្ជាក់ថាប្រហែសគឺបាត់អញ្ចឹងបានជាបុរាណឧបលថាម៉េចប្រហែសបានប្រយ័ត្នគង់ដែលប្រយ័ត្ននឹងឯងគឺជាអបមាទៈធម៌ហ្នឹងគឺការមិនប្រហែសធ្វេសនឹងឯងគឺការប្រយ័ត្នប្រយែងនឹងឯងមានកូនយើងបណ្ដែតបណ្ដោយកូនបណ្ដែតបណ្ដោយខ្វះការអប់រំខ្វះការគ្រប់គ្រងខ្វះការតាមដានឲ្យបានល្អនាំឲ្យកូននឹងមិនដែរខូចអនាគតណាអញ្ចឹងការបណ្ដែតបណ្ដោយហ្នឹងការខ្វះការយកចិត្តទុកដាក់នៅក្នុងការទូលមានព្រានបដៅកូនហ្នឹងគឺជាការប្រហែសធ្វេសហើយប្រមាទហើយតែដល់ពេលយើងអត់ប្រមាទមានន័យថាយើងមិនបណ្ដែតបណ្ដោយកូនយើងនឹងណាពេកទេតែងតាមក្លំមើលចឹងព្យាយាមទូលមានព្រានបដៅចឹងទូលមានព្រានបដៅកូនឲ្យបានល្អកូននឹងខ្លាយទៅជាមនុស្សល្អ
អនាគតល្អអញ្ចឹងទៅណាយើងបើកបរខ្វះការយកចិត្តទុកដាក់ឲ្យឡៃទៅកាន់ជាកូនចិត្តនឹងគិតទៅនោះភ្នែកនឹងមើលទៅម៉េះប៉ះគ្នាប្រាវអន្តរាយដល់ទ្រព្យសម្បត្តិឃើញទេអន្តរាយទ្រព្យសម្បត្តិនឹងអញ្ចឹងបានជាពុទ្ធដល់សម្ដែងថាសង្ខារធម៌ទាំងឡាយអត់ទៀងទេអញ្ចឹងអ្នកទាំងឡាយចូលញ៉ាំងនៅប្រយោជន៍ឲ្យកើតឡើងដោយសេចក្តីមិនប្រមាទមិនប្រហែសធ្វេសគឺការធ្វើអ្វីក៏យកចិត្តទុកដាក់មិនបណ្ដែតបណ្ដោយឲ្យពេលវេលាទៅទេណាមិនបណ្ដែតបណ្ដោយឲ្យកូននឹងឯងធ្វើអីខ្វះការពិចារណាតែព្យាយាមទូលមានព្រានបដៅកូនឲ្យបានល្អនឹងមានន័យថាយើងមាននៅសេចក្តីមិនប្រមាទដល់ពេលយើងមាននៅសេចក្តីមិនប្រមាទអញ្ចឹងហើយធ្វើឲ្យយើងនឹងឯងបាននៅប្រយោជន៍ដ៏ច្រើនព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាទ្រង់ត្រាស់សម្ដែងជាមួយនឹងភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគាត់បីមាននៅសេចក្តីប្រមាទក្នុងហេតុទាំងឡាយ4យ៉ាងតើហេតុ4យ៉ាងនោះដូចម្ដេចមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគាត់បីលះបង់នៅកាយទុច្ចរិតប្រព្រឹត្តនៅកាយសុចរិតលះបង់នៅកាយទុច្ចរិតប្រព្រឹត្តនៅកាយសុចរិតទាំងមិនប្រមាទនៅក្នុងកាយសុចរិតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីលះបង់នៅវិជ័យទុច្ចរិតចម្រើននៅវិជ័យសុចរិតទាំងមិនប្រមាទនៅក្នុងការប្រព្រឹត្តនៅវិជ័យសុចរិតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីលះបង់នៅមโนទុច្ចរិតចម្រើននៅមโนសុចរិតទាំងមិនប្រមាទនៅក្នុងការប្រព្រឹត្តនៅមโนសុចរិតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីលះបង់នៅមច្ឆាទិដ្ឋិចម្រើននៅសមាទិដ្ឋិទាំងមិនប្រមាទនៅក្នុងការប្រព្រឹត្តនៅសមាទិដ្ឋិមនាលភិក្ខុទាំងឡាយពេលណាដែលអ្នកទាំងឡាយលះបង់នៅកាយទុច្ចរិតប្រព្រឹត្តនៅកាយសុចរិតលះបង់វិជ័យទុច្ចរិតប្រព្រឹត្តវិជ័យសុចរិតលះបង់មโนទុច្ចរិតប្រព្រឹត្តមโนសុចរិតលះបង់មច្ឆាទិដ្ឋិប្រព្រឹត្តនៅសមាទិដ្ឋិអ្នកនឹងមិនខ្លាចនៅសេចក្តីស្លាប់ឡើយពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងណាអ្នកនឹងមិនខ្លាចសេចក្តីស្លាប់ឡើយដែលយើងខ្លាចស្លាប់លើតែស្លាប់ភ័យញាប់ញ័ររហូតដល់ថាអ្នកខ្លះលើតែមីក្រូស្មូតនឹងខ្លាចនឹងដែលចាក់មីក្រូខ្លាំងពេកហ្នឹងបន្ទោរៀនងាប់ទៅឯងទៅមិនក៏ចាក់អីតម្លង់គេដឹងក្មេងខ្លាចអញ្ចឹងណាមិនថាក្មេងខ្លាចនោះម៉ែកំពុងតែឈឺផងលឺស្មូតទៅផ្ទៃចង់ទៅតាមនឹងដោយសារតែខ្វះការប្រព្រឹត្តនៅសេចក្តីល្អទាំង4យ៉ាងហ្នឹងណាខ្វះការប្រព្រឹត្តល្អមានកាយសុចរិតវិជ័យសុចរិតមโนសុចរិតនិងសមាទិដ្ឋិហ្នឹងហើយដល់ពេលយើងអត់បានប្រព្រឹត្តធម៌ទាំង4យ៉ាងធ្វើឲ្យយើងខ្លាចស្លាប់បងខ្លាចស្លាប់ទៅធ្លាក់ទៅនរកលើថានរកអីរងទុក្ខវេទនាអីចឹងទៅកើតទៅជាប្រេតអត់អីស៊ីអីចឹងទៅកើតទៅជាសត្វតិរិឆានអីគេប្រើគេប្រាស់អីចឹងគេវាយចឹងទៅខ្លាចតែអ្នកប្រាជ្ញទាំងឡាយដែលលោកបានសាងនៅសេចក្តីល្អហើយលោកមិនប្រមាទលោកមានសេចក្តីប្រឹងប្រែងព្យាយាមសាងនៅសេចក្តីល្អហើយលោកអត់ខ្លាចសេចក្តីស្លាប់ទេសេចក្តីស្លាប់នឹងគ្រាន់តែបំបែកនៅឆ្នាំងចាស់ហើយយកនៅឆ្នាំងថ្មីតែប៉ុណ្្នឹងទេអញ្ចឹងណាញោមបំបែកនៅឆ្នាំងចាស់ហើយយកនៅឆ្នាំងថ្មីតែប៉ុណ្្នឹងទេហ្នឹងតែកុំឲ្យយើងអត់បានប្រព្រឹត្តនៅសេចក្តីល្អអីបំបែកឆ្នាំងចាស់ហើយអត់មានអីប្រើមកដល់អញ្ចឹងបានតែអ្នកខ្លះខ្លាចរឿងសេចក្តីស្លាប់នឹងអញ្ចឹងទៅហ្នឹង
បើដល់មានប្រភេទព្រះអង្គត្រាស់ប្រកាសសម្ដែងជាមួយនឹងភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយតថាគតពិចារណារកមិនឃើញសំបីតែសភាវៈធម៌មួយដែលញ៉ាំងកុសលដែលកើតឡើងហើយឲ្យតាំងនៅបានញ៉ាំងនៅអកុសលដែលមិនទាន់កើតឡើងមិនឲ្យកើតឡើងបានដូចជាសេចក្តីមិនប្រមាទនេះឡើយបុគ្គលការដែលមាននៅសេចក្តីមិនប្រមាទមិនធ្វើប្រហែសនេះហើយរមែងញ៉ាំងនៅកុសលដែលកើតឡើងហើយឲ្យតាំងនៅបាននិងរមែងញ៉ាំងនៅអកុសលមិនទាន់កើតឡើងមិនឲ្យកើតឡើងបានមនាលភិក្ខុទាំងឡាយតថាគតពិចារណារកមិនឃើញនៅធម៌សូម្បីមួយពិចារណារកមិនឃើញនៅធម៌សូម្បីមួយដែលញ៉ាំងប្រយោជន៍ឲ្យចម្រើនច្រើនយ៉ាងដូចជាសេចក្តីមិនប្រមាទនេះណាសេចក្តីមិនប្រមាទនេះកាលណាដែលបុគ្គលមានហើយរមែងញ៉ាំងនៅប្រយោជន៍ដ៏ច្រើនឲ្យកើតឡើងញ៉ាំងប្រយោជន៍ដ៏ច្រើនកើតឡើងព្រះអង្គប្រកាសត្រាស់សម្ដែងជាមួយនឹងភិក្ខុទាំងឡាយដោយប្រពយករឿងនាងសមាវតីព្រះអង្គសម្ដែងថាអបមាទោអមទាំងបទាំងអបមាទោអមតាំងបទាំងអបមាទោអបមាទាំងបទាំងអបមាទោមជ្ឈណោបទាំងអបមាតានមិយន្តិយេបមតាយថាមតាព្រះអង្គប្រកាសត្រាស់សម្ដែងថាសេចក្តីមិនប្រមាទនឹងជាផ្លូវមិនស្លាប់សេចក្តីមិនប្រមាទមិនធ្វើប្រហែសនឹងជាផ្លូវមិនស្លាប់សេចក្តីប្រមាទធ្វើប្រហែសនឹងឯងជាផ្លូវស្លាប់បុគ្គលកាលណាដែលប្រមាទហើយទោះបីជានៅរស់ក៏ឈ្មោះថាស្លាប់ហើយតែបុគ្គលដែលជាអ្នកមិនប្រមាទទោះបីជាថាស្លាប់ហើយក៏ឈ្មោះថាមិនទាន់ស្លាប់យល់ទេញាតិញោមយល់ទេនឹងសេចក្តីប្រមាទសេចក្តីអបមាទោអមទាំងបទាំងសេចក្តីមិនប្រមាទជាផ្លូវមិនស្លាប់ប្រមាទធ្វើប្រហែសបើកបអញ្ចឹងបើសិនបើយើងនឹងប្រមាទធ្វើប្រហែសអាឡ័យតែមើលនេះមើលនោះអត់មើលមុខមើលក្រោយប្រើស្លាប់ហ៎ស្លាប់ឃើញទេស្លាប់ចឹងហើយដល់ពេលយើងនឹងឯងមិនប្រហែសធ្វើបើកបដោយប្រុងស្មារតីរមែងជៀសវាងពីអន្តរាយបានឃើញទេមិនអន្តរាយបានជាពិសេសនៅក្នុងពធរបស់ព្រះដ៏មានពភាកពេលណាដែលយើងមិនប្រមាទខំប្រឹងព្យាយាមសន្សំនៅសេចក្តីល្អបំពេញនៅគុណធម៌បំពេញតាមពាក្យទូលមានព្រានបដៅរបស់ព្រះដ៏មានពភាកនាំឲ្យយើងដល់ទីបំផុតទុក្ខពលគឺព្រះនិព្វានដល់ពេលដល់ព្រះនិព្វាននេះយើងមានសេចក្តីមានស្លាប់មានកើតនឹងទៀតទេនឹងអស់ហើយយើងអត់មានប្រកាន់ថាការកើតការស្លាប់នឹងទៀតទេចឹងណាចឹងបានព្រះពុទ្ធព្រះអង្គសម្ដែងថាអមតោអមទាំងបទាំងមជ្ឈណោអបមាទោអមទាំងបទាំងសេចក្តីប្រមាទហ្នឹងសេចក្តីមិនប្រមាទហ្នឹងជាផ្លូវមិនស្លាប់នៅព្រះអង្គលើកយករឿងនាងសមាវតីដែលជាអគ្គមហេសីនៃពរិជាឈ្មោះឧទែនពរិជាឈ្មោះឧទែនព្រះអង្គមានអគ្គមហេសី3ព្រះអង្គទី1ហ្នឹងវាសលៈតតាទី2ហ្នឹងគឺនាងសមាវតីហ្នឹងទី3នាងមេកន្តយាណាហើយនាងមេកន្តយាហ្នឹងស្រីស្អាតប្រចាំស្រុកប្រចាំនគរហ្នឹងស្អាតចឹងទៅក៏ឪពុកនឹងម្ដាយនឹងថាមិនដឹងថាទៅលើកឲ្យនរណាឲ្យសមជាមួយនឹងសម្រស់របស់នាងមេកន្តយាហ្នឹងកូនស្ដាច់កូនសទ្ធិអីមកចែចៅអីស្ដីទៅដឹងឯងអត់ឲ្យតែកូនខ្ញុំស្អាតប៉ុណ្ណឹងខ្ញុំឲ្យណែឯងទេដល់ពេលម្ដាយឪពុកហ្នឹងទៅជួបប្រពុតមើលលក្ខណៈរបស់ប្រពុតហ្នឹងក៏ថាអូបរោះនឹងអស្ចារ្យណាស់មានតែបរោះនឹងទេដែលអាចសមជាមួយនឹងកូនស្រីរបស់អញនឹងបានអញ្ចឹងក៏លើកនាងមាកន្តយានឹងឯងឲ្យធ្វើជាប្រពន្ធរបស់ប្រពុតឲ្យស្គាល់ប្រពុតណាព្រះសមណៈគោតមនឹងហើយដល់ពេលព្រះអង្គទទួលនាងមាកន្តយាមកធ្វើជាប្រពុតណាទទួលទេអត់ទេហ្នឹង
បងអត់ទទួលហើយថែមទាំងព្រះអង្គមានពុទ្ធដីកាថាតថាគតមិនជាប់ជាពាក់ជាមួយនឹងបញ្ញកម្មគុណនឹងទេណាអត់ជាប់ជាពាក់ជាមួយនឹងបញ្ញកម្មគុណនឹងទេមិនត្រូវការដោយរូបសម្រស់នឹងទេកុំថាឡើយយកនាងមកធ្វើជាប្រពន្ធធ្វើភរិយាសំបីយកមកដើម្បីបំរើប្របាទទារបស់តថាគតក៏តថាគតមិនយកផងចឹងណានាងមេកណ្ដយានឹងលើតែប្រពន្ធនឹងខឹងប្រពន្ធខឹងតែមិនគួរណាប្រពន្ធសមណៈគួរដំនឹងមិនយកឯងធ្វើជាប្រពន្ធហើយតេះដៀលឯងថាមិនស្មើនឹងបាតជើងរបស់លោកទៀតខឹងប្រពន្ធទៅពេលខឹងប្រពន្ធចឹងតាមជាបាតប្រពន្ធជួលអ្នកនគរនឹងឲ្យទៅជេរព្រះអង្គឲ្យទៅតេះដៀលព្រះអង្គជេរយ៉ាងម៉េចតេះដៀលម៉េចក៏ព្រះអង្គអត់មាត់តែ7ថ្ងៃទៅឈប់ជេររយមាត់អស់លុយជួលគេក៏ឈប់ជេរដែរមិនអស់ចិត្តជួលគេឲ្យចាំស្លាប់ព្រះអង្គតែស្លាប់អត់បានទៀតដល់ពេលនាងមេកណ្ដយានឹងចាញ់ចេះនឹងធ្វើម៉េចក៏នឹកឃើញឥឡូវអញទៅបៀតបៀនសមណៈគួរដំនឹងបៀតបៀនអត់បានទេអញ្ចឹងឥឡូវអញទៅបៀតបៀនសិស្សរបស់លោកវិញម្ដងសិស្សរបស់លោកណាគេនាងសមាវតីហ្នឹងណានាងសមាវតីជាកមេសីបរិជាឧទេនហ្នឹងមានបរិវារ500ហើយបរិវារ500ហើយបរិជាហ្នឹងឲ្យនាងគោមម្នាក់ហ្នឹងខកយុត្តរាហ្នឹងទៅទិញផ្ការាល់ថ្ងៃយកមកថ្វាយនាងសមាវតីនេះដល់ពេលនាងខកយុត្តរាហ្នឹងទៅទិញផ្កានៅផ្ទះនៅនាយមាលាកានាយមាលាកាហ្នឹងរតនីប្រពុតហ្នឹងទទួលចង្ហាន់ហើយព្រះអង្គក៏សម្ដែងពធទៅនាងខកយុត្តរានាងគោមហ្នឹងស្ដាប់ពធរបស់ព្រះដ៏មានពភាក៏សម្រេចសោតាដល់ពេលសម្រេចសោតាមកប្រាសាទវិញក៏នាងសមាវតីនឹងសូមឲ្យសម្ដែងធម៌នឹងប្រាប់នាងផងនាងខុចិត្រាសម្ដែងទៅនាងសមាវតីនោះក៏បានសម្រេចសោតាដែរទៅយេហើយដល់ពេលបានសម្រេចសោតាហើយនាងសមាវតីព្រមទាំងស្រីស្នំទាំង500នាក់នឹងចង់ឃើញពុទ្ធលើតែធម៌ពាក្យទូលមានព្រានបដៅព្រះអង្គតែអត់ដែរឃើញព្រះអង្គយ៉ាងម៉េចដល់ពេលអញ្ចឹងក៏នាំគ្នាចាស់អញ្ចាំងប្រាសាទប៉ិនមេដៃប៉ិនមេជើងហើយលួចមើលព្រះអង្គណាអត់អាចបើកទ្វារអីមកអង្គុយមើលអីដូចយើងអត់ទេឬក៏ថាចង់ចោះមកដាក់បាតទេអត់ទេជាអគ្គមហេសីនៃព្រះរាជាអញ្ចឹងក៏ចោះប៉ិនមេដៃចោះប៉ិនមេជើងនេះលួចមើលតាមជាងលួចមើលពុទ្ធណាលួចមើលហើយក៏ញ៉ាំងសទ្ធាជ្រះថ្លារបស់គាត់នឹងឲ្យរឹងរឹតតែចម្រើនឡើងនាងមេកណ្ដយានេះដឹងណាអូនាងសមាវតីនឹងចោះអញ្ចាំងចោះប្រអួយចោះទ្វេលួចមើលព្រះសមណគោតមមិនអីទេអញធ្វើបាបព្រះសមណគោតមបានអញ្ចឹងអញធ្វើបាបកូនសិស្សលោកចុះអញនឹងបំផ្លាញនឹងសំណាប់នាងសមាវតីអញ្ចឹងក៏ទទួលបរិជានាងមេកណ្ដយានឹងទទួលបរិជាក៏បរិជាជឿតាមពាក្យរបស់នាងមេកណ្ដយានឹងក៏មកប្រាសាទនឹងមេកណ្ដយានឹងទៅចាក់ចុចថាម៉េចណោនាងសមាវតីណោឥឡូវចោះទ្វាចោះព្រួយប៉ិនមេដៃប៉ិនមេជើងនឹងនាំគ្នាលួចមើលសហាយលួចមើលប្រោសអញ្ចឹងទៅបរិជាលើអញ្ចឹងខ្ញាល់ក៏មើលប្រាសាទនាងសមាវតីឃើញអញ្ចឹងមែនឃើញអញ្ចឹងក៏ហៅនាងសមាវតីមកសួរទៅក៏ដឹងរឿងថាអូអត់ទេខ្ញុំចោះអញ្ចឹងចោះប្រអួយចោះទ្វាហ្នឹងដើម្បីលួចមើលព្រះសម្មាសម្ពុទ្ធដែលជាគ្រូព្រះអង្គគឺជាអគ្គបុគ្គលព្រះអង្គអ្នកមានគុណមកលើយើងខ្ញុំទាំងអស់គ្នាតាព្រះរាជាហ្នឹងក៏លែងខឹងថាបើអញ្ចឹងឲ្យគេវាយប្រអួយនឹងចោលទៅឲ្យគេដកប្រអៀនដកទ្វារនឹងចេញអញ្ចឹងទៅដាក់ធ្វើប្រឡោះនឹងឲ្យធំទុកឲ្យនាងនឹងឲ្យ
mơ prasamana cô đầm mơ pradamiên bậc hệ nằng đấy là bây chân niên mía căn thì chia được không đi đó ai là thôi nâng tới mua một cái chứ làm bây oi bери chia nâng vô to tới sầm lạp cháu lấy tới chia beri chia nâng ấy mình sầm lạp hỏi thêm rằng lực thực chất niên sama vật tây tiền lực tì môi lực tì pí lực tì pí lực tì pí niên mía căn thì chia nâng vô mòn rùa nâng đọc ba vô từ thoại bari chia hỏi tu bari chia thà bỏ phân pre samadhi tem niên sama vật tây bậc cai thơ mà hộp na bỏ trong sông bari chia nâng vô mòn đi ao niên sama vật tây nâng thơ sờ lo đằng sờ lo ấy nhóm sờ lo có cô mòn nhóm ngài nhớ nhớ năng ngài miền nào miền ấy lì chẳng hạn á năng ấy đọc trong tất có beri chia bài chân vô muôn tận đọc nương vô ở niên sama và tây hơi prap tha châu niên thua cái gia nó mà thoại dừng ở đập niên mi căn thì chiếc cái điệp chom sana để vô nó bảo cái ở hơi nữa nẹp bầm ra nó có niên mía căn thì chia tinh tật chặt ở hỏi ao lôi ở hỏi cái vô muôn tận đọc nước ao niên sama vật tây niên sama vật tây chỉ sao ta pan là một cô biên sở sẽ làm sát cả đấy ở đây niên ở sẽ làm sát đấy để bây ở sẽ làm chứ niên vật cai đấy cho mình ai từ phơ cái gia phai beri chia ba này rồi nhóm là xa sal pram ấy chẳng hỏi có nhập bầm ra đứng vô moan bầm nâng từ thoại beri chia mình từ thoại beri chia vẫn từ pra beri chia men bị sưu lấy từ đó bỏ bật prasamadhi tê phần niên sama và tây ấp thưa cái gia thoại beri chia thế niên tha mình thưa thế chẳng á nữa ấp prap hạt pha thật để xa từ niên căn sa lấy ấp prap về ấp từ niên ấp thưa thế niên ấp rom thưa để niên mía căn thì dễ có tu đã anh lâu beri chia mơ này chưa nhom bang đấy ở thưa cái gia thoại bang nưng thoại beri chia niên ấp thưa đấy anh lâu ba mình chưa tu prep bằng công ấy beri chia anh là nhát ở niên sama và tây nưng thưa chẳng han nưng thoại samana cô đầm ở niên thưa chẳng hạn nâng thoại cho pua samana cô đom niên nâng thơm khan này pua niên giờ lanh prasamana cô đom nâng chiêng giờ lanh beri chia ta bài chân xa mớ niên mía căn thì chia nó có ao nhập bầm ra nó vô moan từ đọt nó tới làm thôi sẽ làm hỏi có vô moan để ngọt nó từ ao niên sama vật tây hai prata niên vô moan từ đọt ní từ phư chả han thoại prasamana cô đom thôi ní cứ chia beri chia trung mình chia mau niên sama vật tây khơi moan ngọt miền ấy thôi mà hôm ca đấy thực ca bố ắt biết là dụ chỉ vật sát đó đợt tây đấy chẳng moan slam ngọt slam niên có chặt chay như han đấy thoai prasamana cô đam đấy là bên niên mía căn thì chia ban lại nên mà thằng nọ mờ đôi chỉ tu ra bằng cung tu đấy oi thưa cái gia thoai beri chia ở thế tai oi thưa chẳng han bậc trên đào samana cô đam nom kia thưa là ngả nhây chẳng á đó đằng beri chia có khăng này từ chụp niên sama vật tây đằng tiền chụp ta có su ra hát ai ban chỉ niên nâng mình thưa cái gia thoai dương bài chỉ thưa chẳng han nâng thoai prasamana cô đam vinh niên có đi prom tha trong bọn tiếng của man rồi nè nâng chỉ nè đo nơi xạ nạ cung vô bộ phốt vô bộ thoa vô bộ xong chỉ tì phân chỉ nè ra xa nơi sơ vì cha mình biết biên ở dụ chỉ vật rồi bà sạt ở tây tây mình sẽ làm sạt tề và đi chỉ là ô chăng á niềng từng on nâng can sơ á ô tu bằng cung non thì can sơ ở sẽ làm sạt tề và đi chỉ có ắt khăn mình khăn ấy thêm từ xa niên sama và tây nâng tiền nè
đang ấy niềng mía căn thì dưới ta khăng đấy đó là ta khăng là phải lần tí bay hệ bề chia lúc miền cả mẹ say bay bằng việc sẽ là tạt tá niềng sama vật tấy niềng mía căn thì chia đằng ấy đập về sát đầu cái này mà dục niềng đi mà dục niềng đâu chân tới bay dục chân tới mà dục mà nè chân tới ấy đập về dục lại bề chip tung được không sát bằng niềng mía căn thì chia đấy niềng mía căn thì chia nó bàn pra phục mía nó thì chập bùa pư hết đọ mình bùa pư năng ấy bề chia tên nó lục mình phân mùi phân nó bạn này ỏi phân nó kháng còn ta đánh phân nó tới tha sẵn tùm rây bầm ăn rồi ỏi ta lưu phân nó cứ nòm kia bao mà ấy đầm rây là nơi các ba nó lưu phân hơi có sài ai bờ to đi đầm rây nó trơn màu bề chia là đam được cô bỏ sẽ đánh đợt tới đời xa phân đằng ai lục đánh nhân tới có đầm rây nó lưu phân đằng ấy hai cái màu hãy bao cho được cô dân từ còn nhận là cô club kla chấm na phân bao bề chia nó non kia thoại cô dân từ bề chia tế nó miền phân đằng mùi đập về mà tung được nông la và tung được ban niên mía căn thì chia đó có niên mía căn thì chia nó đăng tháp bề chia tung lụa hai có do pua nó thật nặng là không phân đằng từ hỏi có bật chọc nó mình ao chạch màu đằng ấy pua nó là không đằng từ ấy đập về ven bề chia từ tung cho môi niên sama và tây nữa ấy niên mía căn thì chia từ đài từ gò bề chia tung pe ngày niên mía căn thì chia nó lui đọ chọc phân đằng chạch màu ấy sạch bùa nó có chanh màu liền đạt phèm nhưng tới khư nơi các bé và cài bề chia rằng ấy niềng mía căn thì chia nó có thử từ từ sai cho nó nè sạch cũng rượu sạch là ngơ thôi nên nọ niềng sama và tây lời dục bùa màu đã oi sum lap luôn ai mà phân nơi mình đặt cho lại tiết sẽ oi bề chia bề chia khơi sạch búa khla đấy để khla chứ không niềng sama và tây men tên không men tên đây để không men tên có pra oi bị khiết nâng chập niềng sama và tây rùm cho môi nâng bò để qua pram rồi nhé vậy đặng mà chúa ai niềng sama và tây nơi một kề giờ tôi sắm làm trao lắm giờ tôi sắm làm để bề chia nu bề chia cứ banh lục pram rồi nè banh mình nương ai lục pram rồi nè cái do tới cho tập riệp chùa trong nó điên sama vật tây nơi một kề ấy bề chia nó nạp banh ấy điên sama vật tây nó có tu miên mà nẹo bầm ra luôn theo pram rồi nẹo nó ở sai meta nó tham ách nẹo tầng lái châu công sắp bề chia lại nẹo tầng lái châu công sắp niêng mía căn thì chia lại nẹo tầng lái trừ cầm nọt đăng thả cây sâm cái đây cây xà lanh cái đây cây ẩn nân cái đây cứ nói xa từng bơm bơ rồi bắt để dương bàn sang một tê nẹo ở tây biên dương có chỉ lật tập phong thì cá để dương bàn thua biên nẹo ở tây bị phê muôn đài để cho nên nẹo tầng lái châu sai meta chất chấm pua bề chia phong chấm pua niềng mía căn thì chia phong cầm ao miền cam pi về ria to từ tiền chẳng á niềng sama và tây tu miền nẹo bầm ra bọc luôn trong pram rồi nẹo đăng bề chia lực pruôn còn là lực lớn cọp pruôn những việc mình tự mốc việc bài mà cào gì nhiều việc ta lọc mà cào việc bật luôn ai mà cào gì mà đâu có co bề chia này ấy đâu crop người đâu là mấy mình chơi ta việc mà cào với đâu đã mấy việc mà tiền ấy bà bề chia lên được crop luôn đó pruôn những việc mình từ đó niềng sama và tới việc mà đâu bề chia này rồi trong bay đó bề chia luật chỉ công thao xong bay tại vật thâu chia
របស់មិនមានវិញ្ញាណផងក៏ដឹងគុណរបស់នាងសមាវតីដែរចោះតម្រាំអញជាមនុស្សជាបរិជានៅលើមនុស្សនឹងឯងរាប់លានអ្នកហេតុអីក៏មិនដឹងគុណរបស់នាងសមាវតីអញ្ចឹងក៏អង្គុយទៅសុំឲ្យនាងសមាវតីនឹងឯងអត់ទៅឲ្យនាងសមាវតីក៏អត់ទៅឲ្យទៅណាហើយនាងមាកណ្ដយាកម្មតខំនេះណាកម្មតខំនាងសមាវតីធ្វើអីមិនកើតចង់ឲ្យបរិជានឹងស្អប់បែរបរិជានឹងរត់ទៅស្រឡាញ់ចង់ឲ្យបរិជានឹងឯងសម្លាប់ចោលតែបរិជានឹងឯងរត់តែការពារអញ្ចឹងទៅថ្ងៃមួយបរិជាទៅពពាតព្រៃហើយកមេសីនាងសមាវតីនឹងនៅប្រាសាទ7ជាន់7ជាន់ក៏ដឹងថាអូបរិជាឥឡូវទៅពពាតព្រៃហើយឥឡូវយើងនឹងនាំគ្នាព្រមទាំងបរិវារ500នឹងទៅជាន់ទី7ហើយធ្វើសមាធិអង្គុយសមាធិនឹងសមាធិហើយដល់ពេលអញ្ចឹងនាងមាកណ្ដយាបានឱកាសអូបរិជាអត់នៅទេតែយើងទៅសម្លាប់នាងសមាវតីប្រើឪពុកមេរបស់ខ្លួននឹងឯងឲ្យជូនកណាត់ចលក់ប្រេងរុំពាត់ប្រាសាទជាន់ទី1ជាន់ទី2នឹងដាក់សិតតែកណាត់ឲ្យដាក់សិតតែប្រេងឲ្យដុតទៅដុតនាងសមាវតីរួមជាមួយបរិវារ500នាក់ហ្នឹងហើយនាងនៅជាន់ទី7នោះក៏លេចមកក្រោមសិតតែភ្លើងណាសិតតែភ្លើងលោតមិនក៏លោតរួចខ្ពស់ហងហើយចង់ចំមកក៏ចំរួចអញ្ចឹងក៏មានតែផ្សាយមេត្តាលោកជាព្រះអរិយបុគ្គលលោកមានខ្លាចស្លាប់អីនាំគ្នាចម្រើនមេត្តាសមាធិធម្មតាអញ្ចឹងទៅក៏ភ្លើងនឹងឯងឆេះស្លាប់ទៅឆេះស្លាប់នាងសមាវតីព្រមទាំងបរិវារ500នាក់ហ្នឹងឆេះស្លាប់ទៅក៏ទៅកើតឋានសួគ៌អស់ទៅនឹងចំណែកបរិជាមកវិញដឹងថានាងសមាវតីត្រូវគេសម្លាប់ហើយបើនឹងរោគអ្នកដែលសម្លាប់នោះក៏ឃើញក៏ដឹងថាជានាងមាកណ្ដយាតែបើសិនតែអត់មានផោះតាងអញ្ចឹងមិនអាចចាប់នាងមាកណ្ដយាមកដាក់ទោសបានទេអញ្ចឹងប្រើល្បិចហើយបរិជាមកដល់នោះក៏មកដល់ប្រាសាទនាងសមាវតីដែលកំពុងតែឆេះខ្លាំងហ្នឹងមកទះដៃថាអូណាហើយអីក៏ដឹងចិត្តអញម៉េះអញនឹងថាចង់សម្លាប់នាងសមាវតីជាមួយនឹងបរិវារនឹងយូរហើយតែអញនឹងសម្លាប់មិនបានសោះតើណាណោដែលដឹងចិត្តអញនឹងល្អម៉េះអូបើសិនបើអញដឹងថាណាជាអ្នកធ្វើអញនឹងជូនរង្វាន់អញនឹងជប់លៀងដល់អ្នកនោះនាងមាកណ្ដយានៅនឹងដែរថាអូគ្មាននរណាទេទូមាននរណាទេព្រះអង្គមានតែទូព្រះបង្គំនឹងហើយជាអ្នកស្លាប់នាងសមាវតីព្រមទាំងបរិវារនោះទូលវងបង្គំនឹងប្រើនោះលោកមានោះឲ្យទៅយកកណាត់ជាលក់នឹងប្រេងឲ្យរុំប្រាសាទជាន់ទី1ជាន់ទី2នឹងឯងឲ្យដុតភ្លើងឆេះឥឡូវឆេះស្លាប់អស់មែននាំគ្នាសបាយចឹងទៅបរិជាចឹងនាងមាកណ្ដយាឯងនឹងជាអ្នកស្លាប់ហីហ្នឹងហើយខ្ញុំជាអ្នកស្លាប់ហ្នឹងបើអញ្ចឹងនាងចូលទៅហៅសាច់ញាតិរបស់នាងមកសាច់ញាតិប្រមាណក៏ដោយហៅមកយើងនឹងជប់លៀងយើងអរណាយើងត្រេកអរខ្លាំងណាស់យើងនឹងជូនវត្តដល់នាងព្រមទាំងសាច់ញាតិដែលបានស្លាប់នាងសមាវតីនឹងនាងមាកណ្ដយាទៅបកោប្រកាសមកអូអ្នកណាជាញាតិខ្ញុំមកចូលរួមជប់លៀងទាំងអស់គ្នាដល់ពេលលើទៅជប់លៀងលើទៅបានវត្តមិនដែរញោមចង់បានទេនឹងចង់មិនតែយើងមិនតែគេទេបើមិនជឿទៅថាអូឥឡូវនោះគូសោតស្ដាំនោះឡុងសេដាហើយគេហៅទៅចែកវត្តអាណាក៏ដោយឲ្យតែជាញាតិលោកគេឲ្យ$1000មែនទេញោមទៅសុំមកថ្មងទៅគុណហើយកណាស្គាល់ទៅគុណយូរហើយសុំជាញាតិផងដាក់ឈ្មោះកណាផងក៏លោកបាន$1000ទុកបច្ច័យធ្វើបុណ្យមែនទេញោមហ្នឹងហើយបាន$1000មកលោកទាបស៊ី500ទុក500អញ្ចឹងទៅនឹងអ្នកដែលមិនជាសាច់ញាតិសោះហ្នឹងលើថាបរិជាបកោបកណ្ដណាក៏ដោយឲ្យទៅជាញាតិរបស់នាងមាកណ្ដយាមកជប់លៀងនៅវាំងមកឲ្យយើងនឹងឲ្យរង្វាន់អ្នកដែលមិនមែនជាញាតិហ្នឹងចោះឈ្មោះជាញាតិនាំគ្នាទៅពេញប្រាសាទញោមហ្នឹងពេញប្រាសាទហើយពលតែខ្លួនឯងជាញាតិរបស់នាងមាកណ្ដយាទៅដល់ហ្នឹងគេថ្វាយអង្គមគេអគេ
គេអគេខេគេខុសពេលអគុណនាងមាកន្តជាណាដែលនាំពួកគេនឹងឲ្យស្គាល់ព្រះរាជវាំងហើយបានទទួលអំណោយពីព្រះរាជានឹងមកចាំទទួលអគុណនាងមាកន្តជាហើយដល់ពេលជុំគ្នាហើយព្រះរាជានឹងក៏ឲ្យបិទទ្វារព្រះរាជវាំងបិទទ្វារប្រាសាទនឹងឲ្យចាប់អ្នកដែលប្រមាណអ្នកដែលធ្វើដែលជាញាតិរបស់នាងមាកន្តជានឹងចាប់ហើយយកទៅដាក់កប់លើទឹមកកដាក់ទឹមកកហើយដុតភ្លើងពីលើហើយអានោះនឹងអីរស់ទៀតស្លាប់ទាំងអស់ញាតិរបស់នាងមាកន្តជាអ្នកដែលមិនមែនជាញាតិហើយធ្វើជាញាតិនោះក៏ទៅជាមួយគ្នាអស់ទៅចំណែកឯនាងមាកន្តជាព្រះរាជាចាប់ជើងឡើងលើហើយយកក្បិតទៅវះហើយប្រឡាក់អំបិលសាច់ហើយយកទៅអាំងហើយឲ្យនាងមាកន្តជានឹងស៊ីសាច់ខ្លួនឯងរហូតដល់ស្លាប់ទៀតនឹងពួកភិក្ខុទាំងឡាយបរិស័ទទាំងឡាយឃើញរឿងនឹងអញ្ចឹងក៏នាំគ្នាពោលថាណមិនគួរណាស់ឡើយនាងសមាវតីព្រមទាំងបរិវារទាំង500នាក់នេះមិនដែលទៅធ្វើបាបនរណាឡើយនាងល្អសំបីតែប្រាសាទនឹងនាងមិនដែលចោះចេញពីប្រាសាទផងព្រះរាជាធ្វើយ៉ាងម៉េចក៏នាងនឹងឯងមិនបៀតបៀននាងនឹងឯងតែតែមានមេត្តាចុះហេតុអីបានជានាងត្រូវគេដុតស្លាប់ណារួមទាំងស្រីទាំង500នាក់នៅលើប្រាសាទដូច្នោះអយុត្តិធម៌ពេកហើយណាថានាងមាកន្តជានាងធ្វើបាបព្រះរាជាស្លាប់អញ្ចឹងសមមុខហើយក៏លើដល់ព្រះដ៏មានពភៈក៏ព្រះដ៏មានពភៈចេញមកសួរតអ្នកទាំងឡាយនឹងជជែកគ្នាអំពីអីភិក្ខុទាំងឡាយក៏ប្រាំតាមដំណើររឿងរ៉ាវនឹងទៅក៏ពុទ្ធព្រះអង្គត្រាស់ថាសមហើយមិនមែនមិនសមទេយុត្តិធម៌ហើយមិនមែនជាអយុត្តិធម៌ទេហើយភិក្ខុទាំងឡាយក៏បានអរតនីរបស់ពុទ្ធព្រះអង្គនៅចម្រើនតើនាងសមាវតីនឹងធ្វើកម្មអ្វីបានជាគេដុតទាំងរស់ទាំង500នាក់នៅលើប្រាសាទអញ្ចឹងព្រះមេពភាក៏ព្រះអង្គទ្រង់នាំអតីតនិទានកាលពីដើមជាតិមុននោះនាងសមាវតីព្រមទាំងបរិវារទាំង500នាក់នឹងកើតនៅក្នុងនគរពរាណសីហើយស្ដេចនៅក្នុងនគរពរាណសីនោះតែងនៅទំនុកបំរុងបបច្ចេកពុទ្ធថ្ងៃ8អង្គហើយថ្ងៃមួយបន្ទាប់ពីទទួលចង្ហាន់ហើយបបច្ចេកពុទ្ធទាំង7ព្រះអង្គទៀតក៏ហោះទៅភ្នំកច្ចកោតទៅនៅសល់មួយអង្គនោះលោកទៅស្រង់ទឹកនៅក្បែរស្ទឹងហើយក៏ចូលទៅធ្វើនិរោធសមាបត្តិនៅក្នុងដប់ព្រៃមួយចំណែកនាងសមាវតីព្រមទាំងបរិវារនេះក៏ទៅជាមួយគ្នាទៅងូតទឹកស្ទឹងហើយល្ងាហើយដល់ពេលដើម្បីបំបត្តិល្ងាក៏នាំគ្នាប្រមូលយកមកដុតតាណាមិនដុតកន្លែងបបច្ចេកពុទ្ធចូលសមាបត្តិហ្នឹងក៏នាំគ្នាដុតអីអាំងទៅហើយដល់ពេលដុតឆេះអស់ស្រាប់តែឃើញបបច្ចេកពុទ្ធនៅហ្នឹងដល់ពេលឃើញបបច្ចេកពុទ្ធនៅហ្នឹងនេះនាងសមាវតីថាអូបហើយយើងឥឡូវនឹងដុតបបច្ចេកពុទ្ធរបស់ព្រះរាជាព្រះអង្គកំពុងស្រឡាញ់ព្រះអង្គពូជ្រះថ្លាផងបើព្រះរាជាដឹងថាយើងនឹងដុតបបច្ចេកពុទ្ធរបស់លោកចឹងលោកនឹងស្លាប់យើងព្រះរាជានឹងស្លាប់យើងមិនខានទេបើអញ្ចឹងនាំគ្នាបំបត្តិផោះតាងប្រមូលអស់មកទៀតថែមទៀតដុតឲ្យខ្ទេចទៅដោយថែមអស់ថែមអីដុតម្ដងទៀតហើយដុតហើយក៏នាំគ្នាចេញទៅអត់ចាំមើលសិនទេណាចំណែកឯបបច្ចេកពុទ្ធលោកចូលសមាបត្តិលោកអត់មានប៉ះពាល់អីណាបន្ទាប់ពីភ្លើងនឹងឯងឆេះអស់លោកក៏ដឹងខ្លួនណាគេមកដុតអញ្ចឹងក៏នៅក្រកហើយនិមន្តបោះខ្លួនចេញទៅក៏ហោះទៅភ្នំកច្ចកោតបាត់ទៅណានឹងគឺជាកម្មរបស់នាងសមាវតីនឹងឯងដែលកាលពីមុនដុតបបច្ចេកពុទ្ធដោយគិតថាដោយមិនដឹងថាជាបបច្ចេកពុទ្ធនៅនឹងទេប៉ុន្តែទី2នេះដឹងថាបបច្ចេកពុទ្ធនៅនឹងហើយដុតដើម្បីបំបត្តិផោះតាងអញ្ចឹងកម្មនឹងឯងដែលនាំឲ្យនាងនឹងឯងត្រូវបានគេដុតស្លាប់នៅលើប្រាសាទជាន់ទី7រួមជាមួយនឹងបរិវារទាំង500នាក់នេះគឺពុទ្ធព្រះអង្គសម្ដែងអញ្ចឹងអមតោមតាំងបទាំងបមត្តោមជ្ជនោបទាំងអបមតានមិយន្តិយេបមតាយថាមតាឃើញទេក៏នឹងគឺបញ្ជាក់ថាកម្មជាអកុសលដែលបុគ្គលបានធ្វើហើយដោយសេចក្តីប្រមាទធ្វើប្រហែស
ถ้าวิติวิตูจังกรรมนั้นอัดtừนาเตกรรมนั้นតែងតែជាប់តាមយើងទៅរហូតនឹងឯងអញ្ចឹងបានជាយើងចូលរួមបន់សពញោមឧបាសកខុនខៃនៅក្នុងថ្ងៃនេះបាននៅសតិកុំឲ្យយើងនឹងឯងមានសេចក្តីប្រហែសធ្វេសប្រមាទនៅក្នុងការធ្វើសេចក្តីមិនល្អយើងត្រូវមានសេចក្តីមិនប្រមាទនិងមិនធ្វេសប្រហែសមិនប្រមាទនៅក្នុងការអប់រំបន្ទុំនៅចិត្តត្រូវមានសតិគ្រប់ពេលគ្រប់វេលាដើម្បីបាននៅសេចក្តីសុខកុំឲ្យខុសហើយខុសទៀតខុសហើយខុសទៀតមិនល្អទេយើងត្រូវមានសតិព្រោះសង្ខារធម៌ទាំងឡាយវាអត់ទៀងទេពេលខ្លះយើងគិតថាយើងធ្វើអាក្រក់យើងធ្វើមិនល្អជាមួយនឹងឪពុកជាមួយនឹងម្ដាយជាមួយនឹងអ្នកជិតខាងជាមួយនឹងអ្នកជិតខាងយើងអានហ្នឹងទៅមុខទៀតចាំទៅសុំទោសគាត់កម្មាទោសគាត់តែបន្តិចទៀតនេះយកអីទៅជូនគាត់លេងខឹងហើយតែពេលខ្លះមិនតាន់បានជូនអីផងយើងស្លាប់ទៅមុនគាត់ទៅយ៉ាងម៉េចដែរអញ្ចឹងវាជាប់កម្មជាប់ពៀនឹងទៅជាមួយអញ្ចឹងកុំប្រមាទកុំធ្វេសប្រហែសសាងនៅសេចក្តីល្អទាំងអស់គ្នាសូមអនុមោទនាការសម្ដែងនៅប្រសិទ្ធធម្មជាង1ម៉ោងជាង1ម៉ោងច្រើនណាស់ណានឹងក៏សន្មតថាបញ្ចំត្រឹមតែប៉ុណ្្នឹងតែមុននឹងបញ្ចប់ក៏សូមបុកប្រមូលកងការមហាកុសលដែលកើតឡើងពីការសម្ដែងនៅប្រសិទ្ធធម្មនៅក្នុងថ្ងៃនេះឧទ្ទិសផ្សព្វផ្សាយជូនចំពោះដល់បុព្វការីជនញាតិរបស់ញោមញាតិពុទ្ធបរិស័ទម្ចាស់ទានក៏ដូចជាញោមញាតិដែលបានស្ដាប់ជាពិសេសដល់អំណាចទេចបុណ្យដែលកើតឡើងពីការសម្ដែងនៅប្រសិទ្ធធម្មជាធម្មទាននេះឧទ្ទិសកុសលមគ្គផលដល់ញោមឧបាសកខុនខៃបានត្រេកអរអនុមោទនាទទួលជានៅបុណ្យកុសលដែលបានធ្វើនៅក្នុងពេលវេលាឱកាសនេះមួយចំណែកទៀតក៏សូមឲ្យញោមញាតិដែលបានស្ដាប់នៅប្រសិទ្ធធម្មក៏ដូចជាម្ចាស់ទានប្រធានដើមបុណ្យសម្បកជួបប្រទះតែនឹងពុទ្ធមង្គលពោធទាំងឡាយ4ប្រការយុវណៈសុខៈពលៈកំបីអខានឡើយសូមអនុមោទនា